ប្រតិភូគ្រូបង្វឹកកីឡាករកីឡាការិនីប៉េតង់បាននាំយកមេដាយ3គ្រឿងពីក្នុងព្រឹត្តិការណ៍ប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី6ឆ្នាំ2025នៅទីក្រុងកូឡាឡាំពួរប្រទេសម៉ាឡេស៊ីមកដល់កម្ពុជាហើយក្រុមការរងចាំស្វាគមន៍យ៉ាងកក់ក្ដៅពីឯកឧត្តមប៊ូជុំសេរីអនុរដ្ឋលេខាធិការក្រសួងអប់រំយុវជននិងកីឡាក្រុមកីឡាករកីឡាការិនីប៉េតង់កម្ពុជាដណ្ដើមបានមេដាយសរុប3គ្រឿងក្នុងនោះមេដាយមាស1គ្រឿងវិញ្ញាសានារី3នាក់ទល់នឹង3នាក់មេដាយមាស1គ្រឿងលើវិញ្ញាសាយុវជនវាយកបន្ទុកមេដាយប្រាក់1គ្រឿងវិញ្ញាសាបុរស3នាក់ទល់នឹង3នាក់បើតាមឯកឧត្តមអិនកឹមសុរិនប្រធានប្រតិភូបានដឹងថាការចូលរួមលើកនេះរបស់កម្ពុជាគឺយើងធ្វើបានល្អព្រោះកីឡាករកីឡាការិនីទាំងអស់បានខិតខំប្រឹងប្រែងរហូតប្រជែងឈ្នះមេដាយជាមេដាយសម្គាល់ជើងឯកហើយសង្ឃឹមថាឆ្នាំក្រោយនឹងបន្តធ្វើបានល្អទៀតក៏សម្គាល់ដែរថាមេដាយមាសនិងប្រាក់ដែលកម្ពុជាទទួលបាននៅពេលនេះបានបង្ហាញពីលទ្ធផលវិជ្ជមានថ្មីមួយទៀតសម្រាប់សហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាក្រោមការដឹកនាំរបស់ឯកឧត្តមសុកសុកានរដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគររូបនីយកម្មនិងសំណង់និងជាប្រធានសហព័ន្ធកីឡាប៊ូលនិងប៉េតង់កម្ពុជាសូមបញ្ជាក់ដែរថាការចូលរួមប្រកួតកីឡាប៉េតង់ជើងឯកអាស៊ីលើកទី6ឆ្នាំ2025មានប្រទេសចូលរួមចំនួន15ក្នុងនោះកម្ពុជាបានបញ្ជូនកីឡាករកីឡាការិនីចំនួន12នាក់ចូលរួមប្រកួតលើ6វិញ្ញាសាជាលទ្ធផលកម្ពុជាបានឈ្នះមេដាយសរុបចំនួន3គ្រឿង